ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសាជាថ្មីដែលយើងនឹងសិក្សាទៅលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី10ហើយថ្ងៃនេះដែរអ្នកគ្រូបានជ្រើសរើសយកមេរៀនមួយដែលយើងនិយាយពីសេចក្តីផ្ដើមទីមួយគឺនិយាយពីនិយមន័យជីវវិទ្យាចាចឹងដើម្បីកុំឲ្យខាត់ពេលវេលាចឹងយើងចូលទៅកាន់មេរៀនយើងតែម្ដងចឹងថ្ងៃនេះដែរយើងសិក្សាទៅលើនិយមន័យចឹងជាដំបូងសូមបងប្អូនទាំងអស់គ្នាសង្កេតទៅលើរូបភាពទាំង3នេះសិនតើរូបភាពទាំង3នេះជាសារពាង្គកាយដូចម្ដេចចឹងយើងស្គាល់ទាំងអស់គ្នានេះគឺជារុក្ខជាតិចំណែកមួយនេះគឺជាសត្វនេះក៏ជាសត្វដែរប៉ុន្តែវាជាប្រភេទប្រូទីហើយវាឈ្មោះថាក្លែណាអញ្ចឹងសារពាង្គកាយទាំង3នេះគឺសុទ្ធតែជាប្រភេទសារពាង្គកាយដែលមានជីវិតចា៎ចឹងនេះក៏មានសំណួរមួយតើជីវវិទ្យាជាអ្វីចា៎តើជីវវិទ្យាជាអ្វីចឹងតាមរយៈរូបភាពនេះបងប្អូនអាចឆ្លើយបានទេថាតើជីវវិទ្យាជាអីតោះចឹងឥឡូវយើងចូលទៅឆ្លើយទាំងអស់គ្នាតើជីវវិទ្យាគឺជាអីណោះអញ្ចឹងគេថាជីវវិទ្យាគឺជាការសិក្សាអំពីភាវៈរស់អញ្ចឹងការសិក្សាអំពីភាវៈរស់រួមមានការសិក្សាទៅលើរូបគុំនិងនីតិរបស់វាការសិក្សាអំពីប្រភពនិងការវិវត្តរបស់សារពាង្គកាយការសិក្សាទៅលើចំណែកថ្នាក់ការមានន័យថាការធ្វើចំណែកថ្នាក់នៃសារពាង្គកាយការសិក្សាអំពីទំនាក់ទំនងឬមួយក៏អន្តរកម្មរវាងភាវៈរស់និងភាវៈរស់ឬរបាយភាវៈរស់នៅលើផែនដីចា៎នេះគឺជារូបកោសិកាដែលយើងដឹងថានៅក្នុងសារពាង្គកាយរបស់មនុស្សឬក៏សត្វសុទ្ធសឹងតែបង្កឡើងពីកោសិកាដែលមានន័យថាវាមានរូបគុំនិងមានតួនាទីរបស់វាជាក់លាក់រូបភាពនៃការធ្វើចំណែកថ្នាក់នៃសារពាង្គកាយចា៎អញ្ចឹងសរុបមកវិញជីវវិទ្យាគឺយើងសិក្សាអំពីភាវៈរស់ដែលមានដូចជារូបគុំនីតិការវិវត្តនិងការធ្វើចំណែកថ្នាក់អន្តរកម្មនិងរបាយភាពរស់នៅលើផែនដីអញ្ចឹងការសិក្សាជីវវិទ្យាវាពិតជាមានសារៈសំខាន់សម្រាប់អ្នកសិក្សាទាំងអស់គ្នាអញ្ចឹងយើងសួរថាតើវាមានសារៈសំខាន់ឬក៏មានអត្ថប្រយោជន៍ដូចម្តេចសម្រាប់អ្នកសិក្សាជីវវិទ្យាចា៎ហើយក៏មានសំណួរមួយទៀតគឺតើការសិក្សាជីវវិទ្យាមានសារៈប្រយោជន៍អ្វីខ្លះអញ្ចឹងទីមួយយើងនិយាយពីសារៈប្រយោជន៍នៃការសិក្សាជីវវិទ្យាទីមួយគឺស្គាល់ពីសរីរាង្គផ្សេងផ្សេងនៅក្នុងរាងកាយដូចជាប្រដាប់លាហាប្រដាប់ថពួយប្រដាប់ដុតឈាមឬក៏ដំណក់ដង្ហើមចា៎ទាំងនេះគឺជាអត្ថប្រយោជន៍សម្រាប់អ្នកសិក្សាជីវវិទ្យាទីពីរជីវវិទ្យាគឺមានទំនាក់ទំនងជាមួយនឹងវិស័យកសិកម្មនិងវិស័យវេជ្ជសាស្ត្រចំពោះវិស័យកសិកម្មយើងឃើញថាមានការផលិតថ្នាំកសិកម្មជាច្រើនដូចជាថ្នាំសម្រាប់សត្វល្អិតថ្នាំសម្រាប់ស្មៅនិងការបង្កាត់ពូជរុក្ខជាតិល្អៗជាច្រើនចំណែកនៅក្នុងវិស័យវេជ្ជសាស្ត្រគេឃើញថានៅក្នុងវិស័យវេជ្ជសាស្ត្រមានការផលិតវ៉ាក់សាំងសម្រាប់ប្រឆាំងទៅនឹងមេរោគសម្រាប់មេរោគផ្សេងផ្សេងជាច្រើនទៀតចា៎ទាំងនេះគឺជាអត្ថប្រយោជន៍នៃការសិក្សាមុខវិជ្ជាជីវវិទ្យាចា៎អញ្ចឹងវីដេអូថ្ងៃនេះខ្លឹមសារនិយមន័យជីវវិទ្យានិងកសារៈប្រយោជន៍នៃជីវវិទ្យាយើងមកដល់ទីបញ្ចប់មានប៉ុណ្ណឹងអញ្ចឹងប្រសិនបើបងប្អូនមានចម្ងល់សូមបងប្អូនទម្លាក់នៅក្នុង comment នៃវីដេអូខាងក្រោមចា៎សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណយើងជួបគ្នានៅវីដេអូបន្តទៀត